ពេលដែលពងមាន់បានដាក់ភ្ញាស់នៅក្នុងម៉ាស៊ីនភ្ញាស់សុទ្ធអូតូគឺអាយុ18ថ្ងៃតើយើងគួរធ្វើអ្វីខ្លះបាទសួស្តីបងប្អូនដែលបានដាក់ភ្ញាស់ពងមាន់នៅក្នុងម៉ាស៊ីនភ្ញាស់សុទ្ធអូតូស្វ័យប្រវត្តិហើយពេលដែលពងជួបអាយុ18ថ្ងៃយើងត្រូវត្រួតពិនិត្យទៅលើចំណុច3សំខាន់ចំណុចទី1អ្វីដែលបងប្អូនត្រូវធ្វើបងប្អូនត្រូវយកសំណាញ់ពណ៌សនេះមកចឹងជួបម៉ាស៊ីនទាំងអស់មិនថាម៉ូតឬក៏ម៉ាកម៉ាស៊ីនមួយណាទេពីហាងយើងខ្ញុំទៅយើងមានថែមសំណាញ់នេះជួនបាទចឹងចាប់ផ្ដើមលើកពងដែលជួបអាយុ18ថ្ងៃដាក់លើសំណាញ់ពណ៌សនេះយើងឲ្យហើយចឹងយើងយកសំណាញ់ពណ៌សនេះមកក្រោយបែបនេះមកហើយចាប់ផ្ដើមលើកពងដែលជួបអាយុ18ថ្ងៃនោះដាក់នៅលើសំណាញ់ពណ៌សចឹងពងនៅក្នុងម៉ាស៊ីននេះគឺដាក់តាំងពីថ្ងៃទី20ខែ1មកបាទចឹងវាជួបអាយុ18ថ្ងៃហើយទៅពេលដែលយើងបើកកម្រិតម៉ាស៊ីនបែបនេះអញ្ចេះគឺធ្វើឲ្យចំហាយកម្ដៅវាចេញហើយម៉ាស៊ីនវានឹងផ្ដល់សំឡេងទៅទៀតប្រាប់យើងចឹងយើងមិនជាបញ្ហាទេយើងគ្រាន់តែដាក់ពងឲ្យហើយទៅយើងបិទវិញទៅវាលែងលឺសំឡេងហ្នឹងបើសិនជាយើងមានពងចាស់ផងពងថ្មីផងកំពុងដាក់ទន្ទឹមគ្នាគឺយើងបត់សំណាញ់នេះចេញពី2មកបងប្អូនខាន់វាចេញមកណាបាទខាន់វាចេញពី2មកពងថ្មីឲ្យវានៅ power auto នៅលើនឹងស្វ័យប្រវត្តិហ្នឹងទៅបាទអញ្ចឹងយើងខាន់វាចេញពី2បែងចែកអានេះពងចាស់ដែលយើងធៀមញាស់នេះពងថ្មីបាទប៉ុន្តែបើសិនខ្ញុំគឺវាមានពងតាមអវៈរបស់វាទេអញ្ចឹងយើងដាក់ជុំគ្នានៅលើនឹងមកអញ្ចឹងចំណុចទី1របស់យើងគឺយើងដាក់ពងបែបហ្នឹងអញ្ចឹងដើម្បីកុំឲ្យពងវាមានការបង្កើបន្តទៀតដើម្បីវាទៀមលក្ខណៈនៅក្នុងការញាស់ចេញជាកូនចូលមកដល់ចំណុចទី2យើងត្រូវត្រួតពិនិត្យទៅមើលលើកម្មវិធីកម្ដៅជាមួយនឹងភាគរយទឹកអញ្ចឹងបើសិនជាម៉ាស៊ីនរបស់យើងបង្ហាញព័ត៌មានកម្ដៅផងទឹកផងយើងចាប់ផ្ដើមឆែកវាទាំងពីរណាបាទអញ្ចឹងតាក់ទងនឹងខាងកម្ដៅបើសិនជាបងប្អូនកំពុងតែប្រើកម្ដៅ 37.8 នេះយើងថយវាបន្តិចមកដាក់ 37 កន្លះវិញណាហ្នឹងហើយអញ្ចឹងថយកម្ដៅវាគឺទុយ3នឹងចោលដាក់ 37 កន្លះប៉ុន្តែបើសិនជាកំពុងប្រើកម្ដៅ 37 កន្លះបាទយើងអាចថយក៏បានឬក៏មិនចង់ថយក៏បានទេអានឹងតែបងប្អូនពិនិត្យមើលតែបើសិនជាយើងប្រើ 37 កន្លះពងយើងវាញាស់ស្រួលអត់បើញាស់ស្រួលយើងមិនថយទេប៉ុន្តែបើថាជាពងយើងវាញាស់មកវារៀងស្អិតបាទយើងថយវាបន្តិចមកដើម្បីឲ្យចំហាយទឹកវាឡើងរួចបាទពងចាប់ផ្ដើមញាស់បានល្អវិញអញ្ចឹងយើងមានពីរករណីហ្នឹងណាយើងចង់ប្រើ 37 កន្លះក៏បាន 37 3ក៏បានសាច់ចិត្តបងប្អូនទាំងគ្នាបាទហើយមើលភាគរយទឹកសំខាន់មែនតើបាទអញ្ចឹងគឺទឹកនេះបើសិនជាពងយើងជួបអាយុ18ថ្ងៃយើងលើកពងដាក់លើសំណាញ់ស្បៃពណ៌សហើយយើងយកវាពីក្បាលចិត្តរហូតទៅដល់ប៉ែតបាទចិត្តប៉ុន្មានក៏បាននេះបាទពីចិត្តគុតទៅដល់ប៉ែតគុតណាបាទអញ្ចឹងជួនកាលឡើងលើតិចតួចប៉ែត1ប៉ែត2វាមិនជាបញ្ហាទេបាទអញ្ចឹងយើងរក្សាតួលេខវាចន្លោះពីចិត្តទៅដល់ប៉ែតហ្នឹងឯងអញ្ចឹងដើម្បីបានតួលេខចន្លោះពីចិត្តទៅដល់ប៉ែតយើងទៅពិនិត្យមើលទឹករបស់យើងបាទយើងមិនមែនចិត្តតែកម្មវិធីលេខទេអ្វីសំខាន់គឺយើងមើលទឹកជាក់ស្ដែងអាលេខហ្នឹងវាឡើងបានដោយសារតែបរិមាណទឹកទេអញ្ចឹងបើសិនជាអត់ដាក់ទឹកលេខក៏វាអត់អាចឡើងបានដែរអញ្ចឹងបើសិនជាចុចតែលេខតែទឹកអត់មានដាក់គឺវាអត់អាចឡើងលេខបានទេអញ្ចឹងយើងត្រូវដាក់ទឹក2ទៅបាទបងប្អូនចង់ដាក់2ក៏បានបាទឬក៏ដាក់3ឲ្យហើយក៏បានដែរប៉ុន្តែសម្រាប់ម៉ាស៊ីនបើយើងដាក់2សិនទៅនៅពេលដែលពងចាប់ផ្ដើមបែកសបកចេញចំពោះមាន់យើងដាក់3យកហ្មង3បែបនេះចេះហ្នឹងហើយអញ្ចឹងនៅពេលដែលយើងដាក់ទឹកបាន2ហើយលេខហ្នឹងវានឹងឡើងបាន74 75 76 77 78ឡើងទៅលើហើយបាទអញ្ចឹងយើងយកតួលេខនេះគឺចិត្តដល់8ហ្នឹងឯងបាទអញ្ចឹងរងចាំពេលដែលពងបែកសបកបាទពងចាប់ផ្ដើមបែកសបកចេញចំពោះគឺយើងឡើងទឹកចំនួន3ដបបាទលេខហ្នឹងវាឡើងទៅដល់81 82 83 84 85ពងរបស់យើងញាស់បានល្អមែនតើវាសួរញាស់បាទវាអត់ចាយពេលយូរហ្នឹងហើយចូលមកដល់ចំណុចទី3បើសិនជាបងប្អូនមានពេលទំនេរដាក់ទឹកចូលទៅក្នុងកំប៉ុងបាញ់ទឹករបស់យើងបែបនេះហើយចាប់ផ្ដើមបើកមើលពងរបស់យើងពងណាដែលវាបែកសបកបែកចំពោះពងប្រែវាមកលើអស់ការពារវាកាប់មុខចុះទៅក្រោមណាបាទអញ្ចឹងឧទាហរណ៍ថាពងនេះចាប់ផ្ដើមបែកសបកបែកចំពោះហើយឃើញពេះសបកតិចតិចទេប្រវាយវាមកលើអស់មកហើយយើងដាក់ទឹកនេះបាញ់សាច់ទៅលើវាអញ្ចឹងទៅបាទអញ្ចឹងចាប់ផ្ដើមនៅថ្ងៃទី19បាទតាមមួយយប់ទេពងចាប់ដើមបែកសបកបដាថ្ងៃ19 20ចាប់ដើមបែកសបកអញ្ចឹងយើងបាញ់ទឹកសាច់នៅលើពងថាដែលវាបែកសបកដើម្បីជួយឲ្យពងនឹងវាទទួលបានជាប់ទឹកដក់នៅលើសបកពងនេះវាបាទសបកវាស្រួយកូនមានកម្លាំងធាក់ចេញពីសបកមកលឿនណាវាអត់ចាយពេលយូរទេហើយវាក៏ស្អិតជាប់នៅក្នុងសបកវាដែរអញ្ចឹងយើងបាញ់អាសាបាញ់អញ្ចឹងទៅមួយថ្ងៃបាញ់3ដងក៏បាន4ដងក៏បានឲ្យតែបងប្អូនមានពេលបាញ់ហ្នឹងហើយអញ្ចឹងយើងបាញ់ទីនោះហើយយើងគ្របវាទុកចោលអញ្ចឹងទៅតាមតិចអាគ្របទឹកហ្នឹងវាឈាបចូលក្នុងសបកវាស្ងួតធ្វើឲ្យសបកវាទន់ស្រួយល្អមែនតើអញ្ចឹងវិធីសាស្ត្ររបស់យើងគឺមានតែ3ចំណុចហ្នឹងទេដែលបងប្អូនគួរតែពិនិត្យមើលនៅពេលដែលពងជួបអាយុ18ថ្ងៃបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀតនិយាយអំពីបច្ចេកទេសនៅក្នុងការភ្ញាស់ពងមាន់តទៀតបាទអរគុណច្រើន